ដូងបងប្អូនឆ្ងាញ់ណាស់លេខ1កូពីបងប្អូនយើងធ្វើវីដេអូខ្ញុំអត់សូវចេះនិយាយមិនអត់សូវចេះនិយាយខ្ញុំអត់សូវនិយាយដោយសារការយើងនិយាយទៅវាអត់តាណាម៉ៃអញ្ចឹងយើងអត់ពាក់ម៉ាស់អញ្ចឹងខ្ញុំធ្វើវីដេអូបងប្អូនជួយមើលតកាយវិការទៅបានហ្នឹងណាពេលខ្លះខ្ញុំនិយាយម៉ាត់យើងនិយាយច្រើនយើងវាអត់មានអនាម័យសម្រាប់អតិថិជនអញ្ចឹងបងប្អូនអ្នកកុំភ្លេចជួយ follow page និង like page ខ្ញុំម្នាក់មួយផងបងប្អូនណាជួយចុច subscribe ឬក៏សញ្ញាកណ្ដឹង channel YouTube ខ្ញុំម្នាក់មួយផងមកណាអរគុណច្រើនទឹកដោះគោដូងបងប្អូនឆ្ងាញ់ណាស់លេខ1បងប្អូនចង់ញ៉ាំអីអត់បាទពេលទៅដល់គោពីបងប្អូនយើងធ្វើវីដេអូខ្ញុំអត់សូវចេះនិយាយមិនអត់សូវចេះនិយាយខ្ញុំអត់សូវនិយាយដោយសារការយើងនិយាយទៅវាអត់តាណាម៉ៃអញ្ចឹងយើងអត់ពាក់ម៉ាស់អញ្ចឹងខ្ញុំធ្វើវីដេអូបងប្អូនជួយមើលតកាយវិការទៅបានហ្នឹងណាពេលខ្លះខ្ញុំនិយាយម៉ាត់យើងនិយាយច្រើនយើងវាអត់មានអនាម័យសម្រាប់អតិថិជនអញ្ចឹងបងប្អូនហើយសំខាន់មួយទៀតខ្ញុំអត់បានយកវីដេអូទៅបញ្ចូលសលេងព្រោះអត់សូវមានពេលហើយឲ្យលឹកតែម